បុរសកំចិលមានប្រពន្ធគ្រប់លក្ខមានរឿងនិទានមួយមានបុរសកំចិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមិញាតិល្អចេះគោរពប្រតិបត្តិប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំចិលចេះតែពីដេកដល់ឃ្លានបាយទើបក្រោកឡើងស៊ីរួចដេកទៅវិញសូម្បីតែថ្នាំជក់ក៏ប្រពន្ធមូលឲ្យដែរប្រពន្ធជាមនុស្សគោរពប្រតិបត្តិប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះលើកបាយទឹកនិងរបស់អ្វីឲ្យប្តីសុទ្ធតែសំពះដល់យូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ចូលទៅក្រាបសំពះប្តីហើយថាខ្ញុំសុំទោសអ្នកប្តីត្បិតយើងសពថ្ងៃក្រណាស់យើងមិនបានរកស៊ីគ្មានអ្វីទទួលទានទេខ្ញុំសូមឲ្យអ្នកទៅកាប់ឈើធ្វើនង្គ័លរនាស់ធ្វើស្រែនឹងគេពិតដល់រដូវធ្វើស្រែហើយប្តីថាបើដូច្នោះនាងដាំបាយរៀបចំវិជ្ជាចំណងឲ្យប្តីមកចុះប្តីនឹងទៅរកកាប់ឈើធ្វើនង្គ័លរនាស់ដើម្បីទៅភ្ជួរស្រែនៅថ្ងៃស្អែកនេះប្រពន្ធក្រោកពីយប់ដាំបាយវិជ្ជាកញ្ចប់មានទាំងដឹងមានទាំងពូថៅទៅផងបុរសកំចិលដេកទាល់តែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកទៅលុបមុខឲ្យរួចរាល់នាងក៏ហុចស្លាបារីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ប្រដាលទៅឲ្យប្តីបុរសនោះហូចចុះពីលើផ្ទះទៅចូលទៅក្នុងព្រៃរកឈើបានឃើញឈើមួយដើមមានមែកសាខាម្លប់ត្រជាក់ក៏ដាក់បាយចំណងនិងពូថៅហើយដេកកងតាក់ខ្លាមើលទៅលើហើយនិយាយតែម្នាក់ឯងថាមែកឈើនេះត្រូវធ្វើជាភ្នៀងនង្គ័លមែកនេះត្រូវធ្វើជាមែកនេះត្រូវធ្វើជាដងមែកនេះត្រូវធ្វើជានឹមរីឯមែកនេះត្រូវធ្វើជានង្គ័លគ្រាន់តែដេកតែប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើងស្រាយបាយចំណងស៊ីរួចដេកថាដូចពីមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទៅទទួលយកគ្រឿងប្រដាប់ប្រដាលនាំប្តីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្តីហើយសួរថាប្តីទៅដល់ទីនោះបានការដូចម្ដេចខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកសឹមទៅទៀតដល់កន្លែងដើមឈើនោះហើយអរុកអ្នកតាដែលអាស្រ័យនៅទីនោះឬបុរសកំជិលថាដូច្នោះក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសកំជិលនោះឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះកុំឲ្យវាមកកាប់ឈើនោះបានបុរសនោះក៏ត្រឡប់មកដល់ផ្ទះវិញអរុកអ្នកតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ជណ្ដើរយកទឹកលាងជើងប្តីដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចុះមិនហ៊ានវាយបុរសនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរនិយាយដូចមុនទៀតថាមិនហើយប្តីឆ្លើយថាបានសពគ្រប់អស់ហើយព្រឹកនេះខ្ញុំនឹងទៅកាប់បង្ហើយនាងទេវតាភ័យណាស់និយាយគ្នាថាបុរសម្នាក់នោះមុខជាកាប់ហើយនៅព្រឹកនេះហើយបន្ទាប់មកក៏នាំគ្នាមកនិយាយអង្វរថាសូមកុំកាប់ឈើនោះពីព្រោះពួកខ្ញុំនៅអាស្រ័យនៅទីនោះហើយបុរសនោះថាខ្ញុំមិនព្រមទេព្រឹកនេះខ្ញុំនឹងទៅកាប់ហើយទេវតាភ័យណាស់ក៏នាំគ្នានិយាយប្រាប់ពីកន្លែងកំណប់មាសឲ្យបុរសនោះក៏សួរថាឲ្យកំណប់ខ្ញុំប៉ុន្មានកន្លែងទេវតាថា2កន្លែងឯណោះបុរសនោះថាខ្ញុំមិនព្រមទេបើបាន4កន្លែងទើបខ្ញុំព្រមហើយឲ្យដាក់ឈើសង្កល់ឲ្យផងទេវតាក៏ព្រមធ្វើតាមកុំឲ្យតែកាប់ឈើនោះបុរសនោះថា
បើដូច្នេះខ្ញុំលែងកាប់ហើយក៏ប៉ុន្តែព្រឹកនេះខ្ញុំនឹងទៅកោះកំណប់នោះហើយទេវតាថាទៅចោះខ្ញុំដាក់ឈើសង្កល់ទុកឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅកោះកំណប់ដែលទេវតាទុកឲ្យក្នុងកំណប់មួយកន្លែងទាំងពីរនាក់ប្តីប្រពន្ធត្រូវជញ្ជូន3ថ្ងៃបានសុទ្ធតែមាសនិងប្រាក់ចាក់ក៏ពេញផ្ទះនាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យអ្នកណាឃើញហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់លក់ជាចំនួនរឹតតែមានឡើងបានធ្វើជាសេដ្ឋីមានមនុស្សកុះកមូលមកនិងពឹងពាក់ជាច្រើនរាប់មិនអស់ចាប់តាំងពីពេលនោះមកទ្របគង់ត្បិតស្រីចេះឆ្នៃទុកផ្ទះធំត្រនំត្បិតលាក់ស្រីជាបាទសូមអរគុណមានកន្លែងខ្វះខាតសូមមេត្តាខន្តីអភ័យទោសផងបាទរឿងក្រពើនិងអ្នកបរទេះមានក្រពើមួយក្បាលអាស្រ័យនៅក្នុងបឹងធំមួយលុះដល់រដូវប្រាំងទឹកបឹងនោះក៏រីងស្ងួតអស់ក្រពើនោះនៅពុំបានទើបវាឡើងលើគោកដើររកទីណាដែលមានទឹកកាលនោះមានតាចាស់ម្នាក់បរទេះមកបានជួបនឹងក្រពើកំពុងតែវានៅកណ្ដាលផ្លូវឯក្រពើក៏សុំដោយសាររទេះតានោះក៏សួរថាចៅឯងទៅណាដែរក្រពើប្រាប់ថាខ្ញុំនេះរកទីអាស្រ័យគ្មានទេគឺបឹងដែលខ្ញុំធ្លាប់រស់នៅនោះឥឡូវទឹករីងស្ងួតអស់ហើយនឹងនៅពុំបានទើបខ្ញុំសូមអង្វររកបឹងស្ទឹងទន្លេឯណាដែលមានទឹកនឹងអាស្រ័យនៅបើតាមេត្តាសូមជួយខ្ញុំទៅឲ្យដល់ទីកន្លែងដែលមានទឹកហើយដាក់ខ្ញុំត្រង់ទីនោះចោះតានោះក៏យល់ព្រមទើបដោះគោចេញពីនឹមហើយលើកក្រពើឡើងដាក់លើទូករទេះហើយដោយក្រពើមិនទុកចិត្តខ្លួនក្រែងធ្លាក់ទើបប្រាប់ឲ្យតានោះយកខ្សែមកចងខ្លួនជាប់នឹងទូករទេះតានោះក៏ធ្វើតាមពាក្យក្រពើស្រេចហើយតាក៏ទឹមគោចេញទៅលុះដល់បឹងមួយមានទឹកតាក៏បញ្ឈប់រទេះដោះគោចេញហើយស្រាយចំណងក្រពើប្រាប់ថាបឹងនេះមានទឹកគួរសមហើយចូលចៅលូនទៅក្នុងបឹងនេះចោះឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណគេថែមទាំងឃ្លានអាហារដោយអត់មកយូរប៉ុន្មានថ្ងៃហើយក៏និយាយទៅតាថាតាឯងនេះចងយើងភ្ជាប់នឹងទូករទេះយើងពិបាកបានមានសេចក្តីទុក្ខវេទនាពន់ពេកណាស់តាឯងត្រូវតែឲ្យគោយើងស៊ីមួយទើបតាឯងរួចទោសបើមិនឲ្យគោដល់យើងទេត្រូវយើងស៊ីតាឯងក្នុងពេលឥឡូវនេះហើយតានោះលុះឮក្រពើពោលពាក្យដូច្នោះក៏ផិតភ័យណាស់ទើបអង្វរថាអេក្រពើខ្ញុំឯនេះទេដែលមានគុណបានដឹកនាំឯងមកដល់ទីនេះឥឡូវចង់ស៊ីខ្ញុំវិញខ្ញុំមិនមានទោសសោះមិនគួរអ្នកចង់ស៊ីខ្ញុំទេបើដូច្នេះខ្ញុំមិនសុខចិត្តទេចាំខ្ញុំទៅរកលោកចៅហ្វាយក្រុងឲ្យលោកជួយវិនិច្ឆ័យរឿងយើងនេះសិនសឹមប្រតិបត្តិតាមទៅក្រពើក៏យល់ព្រមថាបើតាឯងទៅរកចៅក្រុមឯណាក៏ទៅឲ្យឆាប់ចោះយើងនៅចាំតាឯងនៅទីនេះតានោះបានចេកទុំមួយស្និតក៏កាន់ដើរទៅរកចៅក្រមទៅជួបនឹងសត្វទន្សាយមួយនៅលើដំបូកទន្សាយក្រឡេកឃើញតាកាន់ចេកដើរកាត់ព្រៃចូលមកក៏សួរទៅថាតាអើយតាឯងប្រញាប់ទៅណាហើយទឹកមុខសោកសៅតើមានទុកយ៉ាងដូចម្ដេចចូលមកនេះសិនមកតាក៏និយាយរឿងខ្លួននិងក្រពើដែលកើតហេតុនឹងគ្នាប្រាប់ទន្សាយនោះសពប្រការទន្សាយបានស្ដាប់ដូច្នេះហើយក៏ថាអាសត្វក្រពើនោះជាសត្វមិនដឹងគុណតាឯងបើដូច្នេះខ្ញុំនឹងទទួលធ្វើជាចៅក្រមជំរះឲ្យតាកុំឲ្យភ័យឲ្យតែចេកនេះមកខ្ញុំស៊ីសិនសឹមខ្ញុំទៅជាមួយគ្នា
តានោះក៏ឲ្យចេកមួយស្និតទៅទន្សាយក៏បរិភោគចេកនោះអស់ហើយក៏នាំគ្នាទៅកាន់ដំណាក់ដែលឈប់នោះដល់ហើយទន្សាយក៏និយាយទៅថាម៉េចចៅក្រពើចៅឯងពងវែងផ្លូវមិនដឹងជាទៅឯណាបានជាតាគាត់មេត្តាឲ្យដោយសារមកផងឥឡូវបានមកដល់ទីគួរសមនឹងអាស្រ័យនៅហើយម្ដេចក៏ចៅគិតល្មើសគុណគាត់នឹងចង់ស៊ីគាត់ទៅវិញដូច្នេះតើគាត់ធ្វើទុកទោសអ្វីដល់ចៅឯងក្រពើក៏ឆ្លើយថាអើលោកសុភាតានេះគាត់ឲ្យខ្ញុំដោយសារនោះក៏ពិតមែនប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គឺគាត់ចងខ្ញុំភ្ជាប់នឹងទូករទេះខ្លាំងពេករកតែរើខ្លួនដកដង្ហើមក៏ពុំបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងគាត់ត្រូវតែប្រគល់គោមួយមកឲ្យខ្ញុំស៊ីបើគាត់ពុំព្រមឲ្យគោឲ្យខ្ញុំស៊ីខ្ញុំនឹងស៊ីគាត់វិញទន្សាយក៏ឆ្លើយលួងលោមតានោះថាអើយតាឯងចងគេតឹងខ្លាំងហួសបានជាគេខឹងចុះតាឯងម្ដេចក៏ចងគេតឹងខ្លាំងម្លេះគ្នារកតែរើខ្លួនមិនបានដូច្នេះតានោះក៏ថាខ្ញុំមិនបានចងតឹងទេលោកចងល្មមតែជាប់ពុំឲ្យធ្លាក់តែប៉ុណ្ណោះទន្សាយក៏ឆ្លើយថាខាងចោតក៏គេថាចងតឹងខ្លាំងខាងឆ្លើយថាចងល្មមពាក្យទាំងពីរនាក់នេះសឹងពុំមានអ្នកណាជាអ្នកខុសទេបើដូច្នេះត្រូវចៅក្រពើឯងលូនឡើងមកលើទូករទេះវិញឲ្យតាគាត់ចងម្ដងទៀតយើងនឹងមើលឲ្យដឹងថាតឹងឬក៏ធូរទើបនឹងកាត់សេចក្តីឲ្យយុត្តិធម៌ទៅបានឯក្រពើជាសត្វល្ងងខ្លៅក៏ឡើងទៅលើទូករទេះឲ្យតានោះចងដូចមុនតាយកចំណងមកចងដូចពីមុនវិញទន្សាយសួរថាម្ដេចចៅក្រពើតាគាត់ចងតឹងយ៉ាងនេះឬក្រពើក៏ឆ្លើយថាទេលោកតាការគាត់ចងខ្ញុំពីមុននោះលើសនេះខ្លាំងណាស់បើចងតែប៉ុណ្ណេះខ្ញុំទៅខឹងអ្វីនឹងគាត់ទន្សាយក៏ឆ្លើយថាចូលតារឹតបន្តឹងឡើងទៀតតានោះក៏រត់បន្តឹងចំណងនោះឡើងទៀតទន្សាយក៏សួរថាម្ដេចដែរចៅក្រពើម្ដងនេះតើតឹងដោយការពីមុននោះហើយឬក្រពើក៏ឆ្លើយថានៅទេពុំទាន់ស្មើចងពីមុននោះទេទន្សាយបង្គាប់ថាតាឯងកាប់ឈើមួយធ្វើជាកូនកំព្រារឹតម្ដងទៀតទៅតានោះក៏ធ្វើតាមហើយតាំងត្របែងរឹតទាំងមុខទាំងក្រោយអស់មួយទំហឹងដៃឯក្រពើនោះត្រូវគេត្របែងដោយកូនកំព្រាខ្លាំងតឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបានទើបឆ្លើយថាសូមទានជ្រាបការជាប់មុននោះគាត់ចងរឹតតឹងដូចនេះឯងលោកអើយនរណាមិនខឹងបើរឹតតឹងយ៉ាងនេះសូមលោកជាសាក្សីមើលចោះបើអ្នកណាខុសអ្នកណាត្រូវទន្សាយឃើញក្រពើរើខ្លួនពុំរួចហើយទើបបង្គាប់ឲ្យតានោះថាតាចាំអ្វីទៀតពូថៅធំក្នុងរទេះនោះមិនយកមកពុះក្បាលវាទៅទុកវាឲ្យរស់ធ្វើអ្វីខ្មោចអាក្រពើអកតញ្ញូពុំដឹងគុណគេដែលធ្វើគុណលើខ្លួនតានោះបានឱកាសដោយទន្សាយប្រាប់ដូច្នោះក៏ស្ទុះទៅយកពូថៅធំមកសំពងកាប់ក្បាលក្រពើនោះកាប់ជាកំណាត់តូចធំក្រពើនោះក៏លុះនៅក្តីអន្តរាយនៅជីវិតក្រពើនោះក៏ស្លាប់ទៅសុភាទន្សាយបង្គាប់ថាកន្ទុយវានោះតាឯងឆ្អើដាក់យកទៅស្ងោរពិសាឬញ៉ាំក៏បានឯពស់វៀនបត់ចន្ទះវានោះញ៉ាំភ្លាមជាការប្រសើរណាស់តាអើយឯតានោះធ្វើតាមសុភាទន្សាយប្រាប់សពរកាហើយយកចេកត្រសក់ជូនទន្សាយដោយខ្លួនបានផុតពីអំពីអន្តរាយស្រេចហើយយកគោទឹមរទេះលាសុភាទន្សាយទៅកាន់គេហដ្ឋាននៃអាត្មារឿងបុរសឆោត4នាក់កាលពីព្រៃនាយមានបុរស4នាក់ព្រមព្រៀងគ្នាដើរទៅរកប្តីលុះដើរទៅបន្តិចទៅចាប់បានអណ្ដើក5បុរសទាំង4នាក់នោះ
ក៏យកអណ្ដើកនោះមកបែងចែកគ្នាដល់ចែកទៅចែកមកសល់អណ្ដើកមួយបុរសទាំងអស់មិនសុខចិត្តតែរៀងខ្លួនក៏ចែកគ្នាម្ដងទៀតចែកទៅចែកមកសល់អណ្ដើកមួយដដែលមិនដឹងគិតធ្វើដូចម្ដេចបុរសទាំង4នាក់នោះតលគំនិតក៏អង្គុយមើលមកគ្នាធ្វើភ្នែកលែកឡក់ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះប្រទះឃើញនឹងបុរសទាំង4នាក់នោះក៏ឈរមើលគេចែកអណ្ដើកគ្នាហើយបុរសនោះឃើញឆោតដូច្នេះក៏សើចហើយក៏និយាយនឹងបុរសទាំង4នាក់នោះថាមើលទៅអ្នកមិនសូវប្រសពសោះបុរស4នាក់នោះគ្រាន់តែឮសូរសំដីតែប៉ុណ្ណោះក៏និយាយគ្នាថាអោលោកបើលោកចេះអាណិតមកជួយចែកឲ្យយើងបន្តិចបុរសម្នាក់នោះឮដូច្នេះក៏ដើរចូលទៅអង្គុយចិត្តចាប់យកអណ្ដើក5នោះមកហើយរើសមើលអណ្ដើកណាដែលមានធំជាងគេមកទ្របអង្គុយនៅសល់អណ្ដើកតែ4ក៏ចែកគ្នាទៅឲ្យបុរសទាំង4នាក់ម្នាក់មួយបុរសនោះក៏សុខចិត្តរៀងខ្លួនហើយបុរស4នាក់នោះក៏សួរទៅថាអ្នកមើលទៅប្រហែលជាអ្នកចេះក្តីបុរសនោះក៏ឆ្លើយថាខ្ញុំចេះបុរសទាំង4នាក់នោះក៏តបទៅវិញថាអោបើអ្នកចេះក្តីសូមមេត្តាប្រាប់យើងផងបុរសម្នាក់នោះឆ្លើយថាបើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ត្រូវអ្នកទន្ទិញតាមខ្ញុំបុរសទាំង4នាក់នោះឆ្លើយថាបានហើយបុរសនោះប្រាប់ទៅ4នាក់នោះឲ្យទៅទន្ទិញរៀងខ្លួនគឺប្រាប់បុរសទី1ថាទំពួកវាទៅទើបភ្នៅវាមកប្រាប់បុរសទី2ថាមានប្រឡាយទើបទឹកវាហូរប្រាប់បុរសទី3ថាមានស្រមោលទើបឆ្កែវាព្រុសប្រាប់បុរសទី4ថាមែនទើបគេថាបុរសទាំង4នោះក៏ចេះតែទន្ទិញពាក្យនោះចេះចាំគ្រប់គ្នាហើយបុរស4នាក់នោះក៏នាំគ្នាទៅឆ្ងាយទៅបានដល់ភូមិមួយទៅរកផ្ទះសម្បែងសម្រាកក៏គ្មានលុះបន្តិចទៅបានប្រទះឃើញនឹងយាយមេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នៅសម្រាកគាត់ក៏យល់ព្រមហើយបុរសទាំង4នាក់សម្រាកនៅផ្ទះយាយនោះទៅយប់ក៏នាំគ្នាទន្ទិញពាក្យក្តីបុរសម្នាក់នោះប្រាប់ទន្ទិញមិនឈប់មិនឈរទល់តែភ្លឺយាយចាស់ក៏ខឹងណាស់ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថាអោលោកមេស្រុកយប់មិញមានបុរស4នាក់មកសុំផ្ទះខ្ញុំសម្រាកបុរសទាំង4នាក់នោះចេះតែនិយាយទន្ទិញទាល់តែភ្លឺតែមិនដឹងថាជាពាក្យយ៉ាងដូចម្ដេចស្ដាប់មិនបានសោះខានដេកទាល់តែព្រឹកហេតុនេះហើយទើបខ្ញុំមកប្តឹងលោកសូមលោកហៅបុរស4នាក់នោះមកជំរំជម្រះឲ្យខ្ញុំមេស្រុកបានស្ដាប់ហើយក៏ឲ្យខ្ញុំបំរើទៅហៅបុរសទាំង4នាក់នោះមកហើយសួរថាហេតុដូចម្ដេចបានជាអ្នកឯងទន្ទិញពាក្យទាល់តែភ្លឺរកតែយាយចាស់ដេកពួនមិនបានដែលឯងទន្ទិញនោះទន្ទិញពាក្យអ្វីបុរសទាំង4នាក់នោះក៏ឆ្លើយថាខ្ញុំទន្ទិញពាក្យក្តីមេស្រុកបង្គាប់ទៅទៀតថាឯងរាល់គ្នាសូត្រពាក្យនោះម្នាក់ម្ដងទៅមើលអញនឹងស្ដាប់បុរសទី1សូត្រថាទំពួកវាមិនទៅទើបភ្នៅវាមិនមកបុរសទី2ក៏សូត្រថាមានប្រឡាយទើបទឹកវាហូរបុរសទី3ក៏សូត្រថាមានស្រមោលទើបឆ្កែវាព្រុសបុរសទី4ក៏សូត្រថាមែនទើបគេថាមែនស្ដាប់ពាក្យនេះហើយមេស្រុកក៏កាន់សេចក្តីថាឯងទាំង4នាក់នេះត្រូវនៅជាខ្ញុំបំរើយាយចាស់នេះបុរសទាំង4នាក់នោះក៏ទៅធ្វើជាខ្ញុំបំរើយាយចាស់នោះទៅយាយចាស់គាត់ប្រើឲ្យធ្វើចង្ការសពសារពើរាល់ថ្ងៃលុះនៅនឹងយាយនោះបាន2 ទៅ 3ថ្ងៃយាយក៏ប្រើបុរសទាំង4នាក់នោះ
ឲ្យទៅកាប់ឈើធ្វើទូកអ្នកទាំង4នាក់ក៏នាំគ្នាចូលទៅក្នុងព្រៃធំហើយដើររកឈើឯណាដែលមានប្រហោងទៅកាប់ដល់ចូលទៅដល់ក្នុងព្រៃជ្រៅបានប្រទះឃើញឈើធំមួយដើមមានប្រហោងបុរសទាំង4នាក់ក៏និយាយគ្នាថាយើងបានប្រទះឃើញឈើប្រហោងក្នុងហើយយើងត្រូវនាំគ្នាកាប់ឈើប្រហោងក្នុងនេះលុះឈើចិត្តរលំបុរសទាំង4នាក់ក៏ស្រែកថាកូនយើងចិត្តរលំហើយអាណាម្នាក់រត់ទៅចាប់ទ្រកុំឲ្យវាបែកឈើយើងក្រែងធ្វើជាទូកមិនកើតបុរសម្នាក់ក៏ស្ទុះទៅទ្រដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ញាញ់បុរសទី3ឃើញដូច្នេះក៏នាំគ្នាសើចថាយីអានេះខ្លាំងណាស់តើឈើទំហំប៉ុណ្ណឹងវាទ្របានហើយនៅសើចថែមទៀតបុរសទី3ក៏នាំគ្នាចាំមើលបុរសម្នាក់ដែលស្លាប់ដល់យូរពេកក៏ស្រែកហៅថាយីមកឆាប់ឡើងនឹងអាងទៅឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើលការដឹងថាបុរសនោះស្លាប់បុរស3នាក់ក៏ភ័យណាស់និយាយគ្នាថាយើងនៅមិនបានទេតែបើយើងនៅមកជាគេប្តឹងថាយើងវាយសម្លាប់អានេះបើដូច្នេះត្រូវនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់ទៅដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណាទៅត្រង់កំពង់ផ្ទះយាយហើយយើងនាំគ្នាលួចទូកយាយនោះអុំទៅត្រើយមកខាងបុរស3នាក់នាំគ្នាចោះទូកម្នាក់នៅខាងកន្ទុយបែរមុខទៅខាងកន្ទុយម្នាក់ទៀតនៅខាងក្បាលបែរមុខទៅខាងក្បាលម្នាក់ទៀតនៅអង្គុយកណ្ដាលបាចទឹកទូកតែមិនបានស្រាយចំណងទុកនោះចេញចេះតែនាំគ្នាអុំមួយយប់ទល់ភ្លឺនៅតែដដែលលុះភ្លឺស្រាងឡើងយាយចាស់ចូលទៅដងទឹកប្រទះឃើញបុរស3នាក់នោះហើយស្រែកថាអេអានេះរត់ទៅណាបុរសទាំង3នាក់ក្រឡេកឃើញយាយចាស់ជាច្រវាយខ្លួនក៏ទាល់ប្រាជ្ញាមិនដឹងរត់ទៅណាក៏ទៅនៅបំរើយាយចាស់នោះវិញដដែលបាទសូមអរគុណដែលមានកន្លែងខ្វះខាតសូមមេត្តាខន្តីអភ័យទោសបាទរឿងបុរសកុហក4នាក់កាលពីព្រៃនាយមានបុរស4នាក់មកជួបជុំគ្នារួចគិតដើរទៅរកឈរបោកបញ្ឆោតយកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីទីលំនៅរបស់ខ្លួនព្រមព្រៀងគ្នាស្រេចហើយក៏នាំគ្នាដើរទៅលុះដើរទៅយូរបន្តិចបានជួបប្រទះនឹងដូនចាស់2នាក់ជាអ្នកធ្វើស្រែចម្ការកបាសនៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេបុរសកុហក4នាក់នោះបានដឹងដំណឹងថាតាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើក៏គិតគ្នាថាយើងត្រូវនាំគ្នាឈប់នៅទីនេះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះឲ្យបានបុរស4នាក់នោះទៅដល់សួរតាចាស់ដូនចាស់ថាអោតាយាយអើយយើងខ្ញុំទាំង4នាក់នេះមកពីឆ្ងាយណាស់ខំដើររកអ្នកឯណាដែលចេះដឹងព្រោះយើងខ្ញុំចង់ដឹងរឿងនិទានពីបុរាណនេះមកតែវេលានេះខ្ញុំជួបជាមួយនឹងតាយាយប្រហែលជាចេះដឹងរឿងបុរាណមកខ្លះមិនខានបើដូច្នេះសូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយឲ្យចៅស្ដាប់បន្តិចតាចាស់ដូនចាស់ក៏ឆ្លើយតបទៅបុរសទាំង4នាក់វិញថាចៅអើយចៅតាំងតែពីតូចដល់ចំណាស់ប៉ុណ្ណេះហើយតាគ្មានចេះរឿងនិទានអ្វីទេសូមចៅអញ្ជើញទៅរកសួរអ្នកនៅឯទៀតចោះបុរសទាំង4ក៏ជម្រាបទៅយាយតាវិញថាអោតាយាយអើយបើប្រសិនជាមានគេចេះរឿងនិទាននោះតាយាយចង់ស្ដាប់ឬទេអោចៅអើយតាយាយចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មានបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញដោយកិរិយាបោកបញ្ឆោតយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នោះឲ្យបានដោយងាយថាយើងខ្ញុំទាំង4នាក់នេះចេះខ្លះដែរព្រោះ
បានដឹងពីជីដូនជីតាខ្ញុំគាត់និទានប្រាប់តែរឿងនេះបើនិយាយទៅកាលណាតាយាយត្រូវតែជឿទើបខ្ញុំនិទានប្រាប់បានតាចាស់ក៏យល់ព្រមព្រៀងឲ្យបុរសទាំង4នាក់នោះនិយាយបុរសទី1ចាប់អធិប្បាយរឿងកុហកជាលើកដំបូងឡើងថាការដែលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន3ខែម្ដាយខ្ញុំគាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំដើមវាមានកម្ពស់ប្រហែល8ព្យាមហើយមានផ្លែតែមួយផងគាត់មិនដឹងជាគិតដូចម្ដេចនឹងបានផ្លែនោះមកពិសាលុះខ្ញុំបានដឹងថាគាត់ចង់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃគាត់តាមទ្វារមាសទៅឡើងបេះទុរេននោះមកជូនគាត់ពិសារួចសម្រេចខ្ញុំក៏ត្រឡប់ចូលទៅក្នុងផ្ទៃគាត់វិញបុរសទី2ថាការដែលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន6ខែឃើញគាត់ហត់នឿយលំបាកនឹងធ្វើស្រែចម្ការដាំដំណាំពេកខ្ញុំក៏ចេញពីផ្ទៃគាត់មកនៅធ្វើស្រែចម្ការខ្វៀលគោលក្របីដាំបាយដងទឹកជំនួសគាត់ពីព្រឹកប្រហៀមលុះល្ងាចអស់ការងារធ្វើខ្ញុំក៏ចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញជារាបដរាបមកបុរសទី3ថាអោតាយាយអើយខ្លួនខ្ញុំនេះជាទេវបុត្របិទចុះមកចាប់ជាពុទ្ធិសិទ្ធិនឹងម្ដាយខ្ញុំសពថ្ងៃនេះខ្ញុំចេញពីទ្វារមាសវេលាណាបានមកបំរើគាត់សពសារពើដល់ខ្ញុំចាស់ទៀបនឹងស្លាប់ខ្ញុំក៏សូមចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញដើម្បីកុំឲ្យខ្ញុំស្លាប់ទាន់ហើយកើតមកម្ដងទៀតឲ្យបានជាក្មេងឡើងវិញបុរសទី4ថាខ្លួនខ្ញុំនេះចាប់តាំងពីចេញពីផ្ទៃម្ដាយកាលណាមកខ្ញុំរក្សាសិល5ចាំសិល8តែសិលខ្ញុំប្លែកពីសិលអ្នកទាំងពួងចង់ផឹកស្រាជក់អាភៀនសម្លាប់ជីវិតគេក៏បានលុះដល់ខ្ញុំស្លាប់ទៅនឹងកើតជាទេវតាសោយរាជសម្បត្តិនៅឋានសួគ៌បុរសទាំង4នាក់នេះនិយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាដូនចាស់ថារឿងខ្ញុំនិទានជម្រាបទាំងប៉ុន្មាននេះតើតាយាយជឿឬទេតាយាយក៏ឆ្លើយតបទៅវិញថារឿងនោះតានិយាយជឿហើយចៅតែក្នុងគំនិតគាត់ទាំង2នាក់គិតឃើញជាស្រេចហើយថាបុរសទាំងនោះសុទ្ធតែនិយាយកុហកទាំងអស់ដល់បុរសទាំង4នាក់នោះទាល់ប្រាជ្ញាក៏ឲ្យតានោះនិយាយរឿងប្រាប់ម្ដងវិញប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះគាត់បានសន្យាដោយបុរសទាំង4នាក់នោះដែរលុះព្រមព្រៀងគ្នាទាំងអស់គ្នាទើបតាចាស់និយាយតាចាស់ថាអោចៅអើយកាយាយតាមកធ្វើចំការកបាសនេះបាន5ទៅ6ឆ្នាំមានទ្រព្យសម្បត្តិប្រាក់មាសល្មមនឹងចិញ្ចឹមចៅទាំង4នាក់នេះបានតែនៅឆ្នាំមួយមុននោះកបាសមិនផ្លែសោះមិនដឹងជារឿងហេតុអ្វីមានថ្ងៃមួយតាដើររកក្នុងចំការទៅឃើញដើមកបាសមួយដើមទំហំប្រព័ន្ធដើមត្នោតមានផ្លែមួយធំតាក៏ឡើងបេះយកមកផ្ទះដល់ផ្ទះតានិងយាយនាំគ្នាមកមើលឃើញមានក្រប4ក្នុងមួយក្របមានកុមារម្នាក់គ្រប់ក្របទាំងអស់មាន4តាបានឲ្យយាយគាត់បំបៅ3បាច់រក្សាលុះដល់កុមារទាំង4នាក់នោះធំវេលាណាឡើងក៏នាំគ្នារត់ចោលតានិងយាយទៅទាំងអស់ទៅឥឡូវតាឃើញចៅទាំង4នាក់នេះត្រឡប់មកវិញហើយបុរសទាំង4នាក់ផិតភ័យខ្លាំងក៏នាំគ្នាឆ្លើយប្រកែកទៅនឹងតាចាស់ដូនចាស់វិញថាមិនមែនទេតាចាស់យាយចាស់សួរទៅវិញថាហេតុអ្វីក៏ចៅថាមិនមែនបើចៅចេះតែប្រកែកយ៉ាងនេះនោះឃើញថាទាល់ខុសនឹងកិច្ចសន្យាហើយបើដូច្នេះត្រូវចៅទាំង4នាក់មកបំរើតាទើបត្រូវនឹងពាក្យសន្យាបុរសទាំង4នាក់កិច្ចមិនរួចអូទៅបំរើតាហើយនឹងនិយាយទៅពាក្យច្រើនភូតចាញ់អាត្មាបាទសូមអរគុណបើមានកន្លែងខ្វះខាតសូមមេត្តាខន្តីអភ័យទោសបាទរឿង
ខ្លាស្វានិងសត្វទន្សាយមានសត្វខ្លាមួយវាដាច់សង្វេគដើររកចាប់អ្វីមិនបានសោះខំដើរស្វែងរកណាស់ទៅប្រទះនឹងឃើញសត្វអកមួយកំពុងតែយំអេអកទុំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញគិតនៅក្នុងចិត្តថាធ្វើដូចម្ដេចនឹងអាចចាប់អានោះបានណោះបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយហើរទៅទីណាបាត់ទៅចាប់វាមិនបានខ្លាអង្គុយចាំមើលបច្ចេកទេសសត្វអកនោះហើយសត្វអកនោះកាលណាទុំហើយភ្នែកវាតែងរំពៃមើលទៅបង្ហាយត្រីក្រែងមានត្រីពន្លានខ្លួនឡើងនឹងចាប់យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹកអកស្ទុះទៅចាប់បានត្រីនោះយកមកធ្វើជាចំណីវាទៅខ្លាឃើញអកធ្វើដូច្នោះក៏គិតក្នុងចិត្តថាយីអាអកនេះវាអង្គុយតែនៅស្ងៀមសោះស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមកស៊ីមិនហត់ប៉ុន្មានសោះមិនព្រួយដូចខ្លួនអញខំដើរស្វែងរកស្ទើរតែស្លាប់មិនងាយបានអានេះអង្គុយធ្វើច្រអកក៏ចាប់បានភ្លាមហើយមិនលំបាកលំបិនលំបោះក្រោយទៀតផងបើដូច្នេះអញគិតធ្វើដូចជាសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នេះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងប់ស្ងាត់ហើយដែលមានត្រីជាច្រើននោះវាក៏ដើរទៅដល់បឹងមួយនៅទីស្ងាត់នៅមាត់បឹងនោះមានដើមឈើធំមួយដុះជ្រុលច្រាំងក៏វាក៏មានម្លប់ត្រឈឹងត្រឆៃល្មមនឹងពួនខ្លួនវាបានពេលនោះមានបុរសម្នាក់នៅចងសន្ទូចនៅក្នុងបឹងនោះមុននឹងខ្លាទៅដល់ដោយចង់មើលឲ្យឃើញសន្ទូចខ្លួនតែរាយនៅឯឆ្ងាយបានស្រួលបុរសនោះក៏រាយសន្ទូចហើយមិនឈរនៅនឹងដីទេទៅឡើងលើដើមឈើព្រឹក្សាមួយធំពោះនៅស្ងំតែម្នាក់ឯងមិនមាត់មិនកឡើយហើយខ្លានោះការដែលបានទៅដល់ហើយក៏ដើរចូលផ្លុកឡើងរកដើមឈើនឹងឡើងធ្វើដូចជាសត្វអកបុរសនោះលឺសូរហើយក៏មើលទៅឃើញខ្លាកំពុងតែដើររួចឡើងអង្គុយច្រហោមើលចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វអកថាអអូគាត់មិនហ៊ានមាត់ថាអ្វីទេចាំមើលហើយក៏គិតថាខ្លានេះវាចង់ឡើងចុងឈើនៅក្នុងបឹងដូចម្ដេចតើវាគិតធ្វើអ្វីណោះយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះស្ទុះលោតប្រងរួចផុសឡើងមកវិញលង់ទឹកលឺសូរខប់បុរសនោះឃើញហើយក៏សើចរួចស្រែកថាស្លាប់ទៅអាខ្មោចតើធ្វើអ្វីដូច្នេះខ្លាលឺមើលទៅឃើញបុរសនោះលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងទើរតែនឹងស្លាប់ខ្លួនរួចខ្លានឹងថាបុរសនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសមតែគាត់នឹងនិយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើងតើមានគេឈ្មោះអាក្រក់ណាស់បើដូច្នេះអញនឹងសូកគាត់កុំឲ្យនិយាយប្រាប់នរណាតទៅទៀតឡើយខ្លាបាននិយាយអង្វរទៅបុរសនោះជាពាក្យអោនលន់តួថាអោអ្នកអើយខ្ញុំបានធ្វើជាចាប់ត្រីដូចជាសត្វអកទៅវាមិនបានត្រីឯណាបានតែលងទឹកទៅនឹងស្លាប់ខ្ញុំមានសេចក្តីខ្មាស់អៀនខ្លាំងណាស់បើដូច្នេះសូមអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៀតអីខ្ញុំនឹងតបគុណឧបការៈអ្នកបុរសនោះតបវិញថាខ្លាឯងឲ្យអ្វីនឹងខ្លាថាខ្ញុំនឹងសន្យារកសត្វមួយព្រឹកមួយយកមកជូនអ្នកនៅទីនេះរាល់ថ្ងៃបុរសនោះក៏ព្រមព្រៀងទទួលយកពាក្យខ្លារួចហើយវិលទៅផ្ទះអាត្មាវិញលុះព្រឹកឡើងមកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យាខ្លាក៏ខំសัตว์យកមកឲ្យបុរសនោះជាប្រក្រតីមិនហ៊ានខានកាលបើបុរសនោះបានសัตว์នាំយកទៅផ្ទះអាត្មាច្រើនថ្ងៃពេកណាស់នាងជាភរិយាឆ្ងល់លុះវេលាយប់ក៏សួរទៅស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចបានសัตว์រាល់តែថ្ងៃម្លេះម្ដងសัตว์នេះម្ដងសัตว์នោះជ្រូកក៏មានក្តាន់ក៏មានឆ្លុះក៏មានប្តីថាអញ
ញដាក់អន្ទាក់ប្រពន្ធថាអន្ទាក់អ្វីក៏បានមិនដែលខានដូច្នេះអ្នកអើយប្រាប់អូនឲ្យត្រង់ទៅមើលបុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថាខ្លាចមិនដឹងថាខ្លាចពេលណាវាមកនឹងប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុងប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបរោះទៅយកសត្វអំពីសត្វខ្លាដូចសពដងលុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយស្រងំចាំនៅកន្លែងនោះលុះបរោះដើរទៅដល់ខ្លាក៏ប្រាប់ថាយីបរោះឯងមកហើយអញនៅចាំតើអញនឹងស៊ីឯងត្បិតកាលនិយាយគ្នាមុននោះឯងហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតឯងសោកឲ្យសត្វមួយរាល់តែថ្ងៃឥឡូវម្ដេចក៏និយាយប្រាប់គេបុរសនោះក៏ភ័យភ្នែកឡើងស្លាំងឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាបងខ្លាឯងស៊ីអីក៏ស៊ីចោះខ្ញុំមិនប្រកែកទេបានជានិយាយទៅហើយប៉ុន្តែមុននឹងស្លាប់ខ្ញុំសូមទៅជួបប្រពន្ធខ្ញុំសិននឹងបានប្រាប់គេឲ្យដឹងផងខ្លាក៏យល់ព្រមយីទៅក៏ទៅចោះតែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញនឹងតាមទៅស៊ីទាំងប្តីប្រពន្ធទុកធ្វើអីមនុស្សនិយាយមិនទៀងបុរសនោះក៏ទៅទាំងសោកសៅក្នុងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវាស៊ីទៅដល់ផ្ទះក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេត្បិតខ្លាវាចាំតែយូរវានឹងមកស៊ីទាំងអស់គ្នាហើយប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិតប្តីក៏លាភរិយាចេញពីគ្រឹះស្ថានដើរមកតាមផ្លូវយំបណ្ដើរផងដល់ពាក់កណ្ដាលផ្លូវប្រទះឃើញនឹងទន្សាយមួយក៏សួរថាបុរសឯងដើរទៅណាយំផងដូច្នេះមានទោសទុកដូចម្ដេចបុរសនោះក៏ក្លែងឲ្យទន្សាយស្ដាប់សពគ្រប់ប្រការតាមហេតុនោះទន្សាយក៏ឆ្លើយថាអីបើដូច្នេះភ័យអ្វីបុរសឯងទៅរកតែចេកមួយស្និតមកទៅខ្លាចអ្វីនឹងអាខ្លាកំព្រើលនោះបុរសនោះក៏ត្រេកអរទុះរត់ទៅរកចេកបានមួយស្និតហើយជូនទៅលោកសុភាទន្សាយថាខ្ញុំជូនលោកសូមឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះតែបន្តិចខ្លាវានឹងតាមមកស៊ីខ្ញុំហើយសុភាទន្សាយថាអ្នកឯងទៅជាមួយនឹងយើងចាំមើលខ្លានោះឲ្យជាក់រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយឯខ្លាកាលណាដែលចាំបុរសនោះយូរពេកក៏តាមមកប្រាថ្នានឹងខំស៊ីទាំងពីរនាក់ព្រោះសន្យាគ្នាពីរលើកហើយវាក៏ដើរម្នាក់ឯងតាមផ្លូវរត់រះមកដល់ទៀនដំបូកបុរសនោះឃើញក៏ប្តឹងទៅសុភាទន្សាយថាឈើមកហើយលោកសុភាទន្សាយប្រាប់ថាកុំមាត់ចាំវាមកចិត្តខ្លាដើរមកកាន់តែចិត្តសុភាទន្សាយពំជែកមួយនៅក្នុងមាត់ហើយក៏ស្រែកក្រហែមថាអែមស៊ីខ្លា5មិនស្គៀបខ្លាឮសំឡេងធំក្រអួតថាស៊ីខ្លា5មិនស្គៀបថ្មាញ់ក៏ស្ទុះថយក្រោយសុភាទន្សាយក្រហែមម្ដងទៀតហើយម្ដងទៀតយ៉ាងទួនផ្ទួនខ្លាស្ទុះរត់លែងទាំងមើលក្រោយរួចរត់ទៅឆ្ងាយទៅប្រទះឃើញនឹងស្វាមួយនៅលើចុងឈើស្វាឃើញខ្លារត់ស្រែកសួរថាបងខ្លារត់មានការអ្វីខ្លាឮហើយក៏ឈប់ឆ្លើយតបទៅវិញទេយេអាណាក៏ធំម្លេះស៊ីខ្លាដល់តែ5មិនឆ្អែតបានជាអញភ័យរត់មកក្រាញ់វាស៊ីស្វាក៏សួរថាបងឯងឃើញដែរឬអ្វីខ្លាថាទេឮតែមាត់ស្វាក៏សួរថាមាត់ត្រង់ណាខ្លាក៏តបថានៅគៀនដំបូកដើមពងរនោះណាស្វាថាក្រែងបងសុភាទេដឹងចំណាំតែឃើញនៅត្រង់នោះខ្លាក៏ឆ្លើយតបថាមិនមែនទេសម្ដីសុភាឯណាដូច្នោះស្វាថា
ទេប្រកាសជាសុភាហើយបើដូច្នេះទៅម្ដងទៀតមើលចាំខ្ញុំជូនទៅខ្លាមិនយល់ព្រមទៅថាក្រែងបងស្វាឯងរត់ចោលអញតែឯងភ័យរត់ឡើងចុងឈើទៅនៅតែអញម្នាក់ឯងស្លាប់អញនឹងហើយស្វានិយាយម្ដងទៀតឲ្យថាបើបងឯងខ្លាចខ្ញុំរត់ចោលបងឯងចងកន្ទុយភ្ជាប់គ្នាខ្ញុំនឹងទៅចុងឈើឯណារួចបើបងឯងជាប់នឹងខ្ញុំហើយខ្លាថាបើដូច្នោះទៅក៏ទៅតែកុំរត់ចោលគ្នាវើយខ្លានិងស្វាចងកន្ទុយគ្នាជាប់ហើយក៏ដើរទៅដំបងនោះបុរសនោះឃើញប្តឹងសុភាទន្សាយទៀតថាលោកអើយមកទៀតហើយម្ដងនេះមានទាំងស្វាផងខ្ញុំខ្លាចណាស់លោកសុភាទន្សាយថាកុំបារម្ភអីនៅមាត់ឲ្យស្ងៀមចាំវាមកដល់ចិត្តបន្តិចខ្ញុំនឹងមើលវាហើយសុភាទន្សាយក៏ប្រុងបកចេកមួយនឹងទំពាឲ្យមាត់ដល់មកចិត្តស្វាក៏សួរថាត្រង់ណាបងខ្លាថានឹងហើយនៅត្រង់នឹងហើយតែមាត់ស្រែកពីត្រង់នោះសុភាទន្សាយប៉មចេកនៅក្នុងមាត់ហើយស្រែកថាយីអាស្វាក្រញ៉ាំចំពាក់បំណុលអញ 4-5 ឆ្នាំក៏ដឹកអាខ្លាសុំកមួយឲ្យអញមើលមកយាតអាស្វានេះខ្លាឮដូច្នោះក៏ស្ទុះរត់ភ័យទៅស្វាខាត់ពុំស្ដាប់ហើយក៏គិតក្នុងចិត្តថាយីអាស្វានេះវានាំអញមកកាត់បំណុលទៅតើស្វាស្រែកថាបងខ្លាឈប់សិនខ្លាក៏មិនព្រមដោយចូលចិត្តថាច្បាស់ជាស្វាយកខ្លួនមកផ្ដាច់ឲ្យគេហើយក៏រត់ទៅឆ្ងាយព្រោះតែស្វានោះរកោនឹងដើមឈើនឹងដីក៏ស្លាប់ខ្លួនបាត់ទៅបាទសូមអរគុណបើមានកន្លែងខ្វះខាតសូមមេត្តាខន្តីអភ័យទោសបាទរឿងជចកកាលពីព្រៃនេះមានជចកក្រាំងធំមួយដល់ខែលំហើយវាដើរទៅរកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់មានតែក្រឡុកមួយឃើញសុទ្ធតែភក់មានត្រីមានបឹកមានកំពឹសបង្កងក្តាមជាច្រើនណាស់ជចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញពិតជាលៀបធំណាស់ជាលៀបប្លែកខុសពីតបថ្ងៃឯកំពឹសមានប្រាជ្ញាឬជចកថាដូច្នោះក៏និយាយលួងលោមជចកនោះថាយើងទាំងអស់គ្នាសិតតែចំណៃបងជចកចុះឯងទាំងអស់នឹងប៉ុន្តែយើងពលៈភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេបងជចកឆ្លើយថាតើធ្វើដូចម្ដេចទើបឆ្ងាញ់ពិសាកូនពឹសឆ្លើយថាត្រូវបងជចកឯងយកយើងទៅលាងទឹកស្អាតឲ្យជ្រះស្អាតហើយសាំបងឯងស៊ីខ្ញុំទៅវាឆ្ងាញ់ពិសាជចកឮហើយជចកថាធ្វើដូចម្ដេចបានយកទៅលាងទឹកស្អាតបានបើច្រើនដល់ម្លឹងពឹសឆ្លើយថាបងជចកឯងកុំព្រួយបារម្ភខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតែឲ្យខ្ញុំតោងជចកឆ្លើយថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសឆ្លើយថាធ្វើដូច្នេះបកចូលបងឯងចូលមកដេកនៅគៀនក្នុងភក់នេះទាំងអស់គ្នានឹងបានខំរោមបងឯងហើយបងឯងនាំទៅទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនហើយបងឯងលាងយើងឲ្យស្អាតដឹងបងឯងស៊ីទៅឆ្ងាញ់ពិសាឯជចកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនិងត្រីក៏បបួលគ្នាតោងរោងជចកទៅលុះទៅដល់បឹងមួយធំហើយវែងមានទឹកថ្លាល្អជចកក៏ដើរចុះទៅក្នុងទឹកទាំងត្រីកំពឹសលោតទៅចូលក្នុងទឹកហើយប្រាប់ថាបងជចកឯងទៅជញ្ជូនមកឲ្យអស់សិនតាមបងឯងស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងឯងនៅទីនេះជចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាជចកជញ្ជូនអស់ហើយក៏នាំគ្នាទៅជ្រមុជទឹកបាត់អស់ទៅពេលជចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយក៏ខឹងណាស់ដើរទៅបបួលអស់ទាំងសត្វធំសត្វតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើមានសេះសល់ក៏បបួលគ្នាមកបាញទឹកបឹងនោះឲ្យរីងហើយនឹងបានចាប់ត្រីស៊ីក្នុងបឹងនោះវាឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាញ់តាត់នៅក្នុងប
បឹងដឹងថាចចកបបួលគ្នាមកបាចទឹកឲ្យរីងទាំងបឹងក៏ភ័យណាស់ក៏គិតគ្នាថាយើងត្រូវធ្វើដូចម៉េចបានជាសត្វទាំងអស់ហ្នឹងលែងបាចទឹកហ្នឹងកាលនោះត្រីក្រាញ់ក៏ឆ្លើយថាខ្ញុំឮគេនិយាយថាបងសុភាទុនសាយជាអ្នកមានប្រាជ្ញាដូច្នេះចេះដោះស្រាយទុក្ខធុរៈមនុស្សសត្វផងដែរជាច្រើនបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទុនសាយឲ្យមកជួយដោះទុក្ខដល់ពួកយើងពួកត្រីក៏គិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញបងសុភាទុនសាយត្រីក្រាញ់ប្រឹងរមាលទៅលុះត្រូវថ្ងៃនឹងក្រៀមក្រោះអស់ដល់យប់បងសុភាទុនសាយចេញមករកស៊ីបានឃើញត្រីក្រាញ់ក្រៀមដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅណៃណាត្រីក្រាញ់ក៏ឆ្លើយទៅបងសុភាទុនសាយថាត្រីក្រាញ់ឃើញបងសុភាទុនសាយក៏ត្រេកអរខ្លាំងណាស់នឹងនិយាយអង្វរថាបងសុភាទុនសាយអាណិតខ្ញុំត្បិតត្រីទាំងអស់នៅក្នុងបឹងគេប្រើឲ្យខ្ញុំមកឲ្យអញ្ជើញបងសុភាទុនសាយទៅទាំងសត្វទាំងអស់មានអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខបើបងឯងអាចដោះទុក្ខកើតមានឬថាបងឯងតែងតែចេះជួយដោះទុក្ខដោះស្រាយដល់គេមិនដែរហានឥឡូវមានដំរីក្របីគោរមាសប្រើសក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វហើគឺកុកអុកក្រៀងបណ្ដាខ្យងទុំទៀមក្អែកទឹកពិសត្វទាំងប៉ុន្មានបានបបួលគ្នាទៅបាចទឹកបឹងឲ្យរីងហើយនឹងអាចចាប់ត្រីស៊ីអស់អណ្ដើកកន្ធាយស៊ីជាចំណីអស់ពីបឹងនេះឯងបើដូច្នេះបងសុភាទុនសាយគួរតែអាណិតជួយដោះទុក្ខដល់ពួកប្អូនផងឲ្យតែបានរួចពីម្ដងនេះបងនឹងបានគេឈ្មោះតទៅហើយនឹងសូមអរគុណបងសុភាទុនសាយមិនភ្លេចបងសុភាឯងអស់មួយជីវិតឯទុនសាយត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចោះគឺប្រាប់ទាំងអស់បងប្អូនកុំឲ្យភ័យចាំខ្ញុំទៅជួយដោះស្រាយឲ្យរួចទុក្ខភ័យត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯបងទុនសាយលុះព្រឹកប្រហៀមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងតែបាចទឹកក៏យកស្លឹកឈើដែលកណ្ដូបស៊ីធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅទាំងសត្វទាំងអស់នោះថាអេបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំបិទព្រះអធិរាជមកឲ្យខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះអធិរាជលោកមកកាត់ជើងក្រុមប្រមូលជើងអកកាប់បាល់កែចចដល់ភ្លុកដំរីអស់សត្វឮថាសម្បុត្រព្រះអធិរាជលោកដូច្នេះភ័យខ្លាំងណាស់អើលរត់បាត់ជើងសព្រាពីលើដំរីក្របីរមាសទុះបោលទៅលើជន់ពួតថ្លាន់ដែលជាទំនប់ដាច់ខ្លួនពី3កំណាត់ធ្លាយទំនប់លិចស្លាប់អស់សត្វទាំងអស់នោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកើតខ្លាចប្រាជ្ញាបងសុភាទុនសាយទុកសុភាទុនសាយជាគ្រូអាចារ្យទាំងអស់បាទសូមអរគុណរឿងកណ្ដុរសឡើងជាស្ដេចអ្នកផងតែងតែនឹកឆ្ងល់ថាសត្វកណ្ដុរតូចតាចពេកណាស់ហើយពុំមែនជាសត្វមានឫទ្ធិផងហេតុអ្វីក៏គេលើកធ្វើជាតំណាងឆ្នាំទី1គឺឆ្នាំជូតបានដូចម្ដេចព្រោះវាមានរឿងព្រេងមួយតាក់ទងនឹងកណ្ដុរមានសេចក្តីនិទានថាមានប្តីប្រពន្ធជាអ្នកក្រទាល់មានកូន17នាក់ថ្ងៃមួយឪពុកម្ដាយជំនុំគ្នាថាយើងបើទាល់ក្រម្លេះនឹងទ្រាំទ្រចិញ្ចឹមកូនពុំបានទេត្រូវតែយើងដាច់ចិត្តនាំយកទៅបោះចោលតាមតែផលកម្មរបស់វាចោះហើយនិយាយទៅកូនទាំង17នាក់នោះថាកូនអើយយើងនៅក្នុងស្រុករកស៊ីចិញ្ចឹមជីវិតមិនសូវរស់ទេគួរទាំងអស់គ្នាទៅនៅក្នុងព្រៃវិញឯកូនក៏ស្រស់ស្រួលតាមទាំងអស់ឪពុកម្ដាយគិតគ្នាហើយសម្រេចថាយើងនាំវាទៅដល់ព្រៃធំហើយចូលឲ្យជ្រៅទៅទៀតសឹមយើងគេចចេញពីវាគិតហើយក៏នាំកូនចេញទៅដឹងថាបានឆ្ងាយអង្វែងហើយក៏ឈប់សម្រាកនៅទីនោះហៅកូនឲ្យមកជុំគ្នានិយាយ
យាយទៅកូនថាកូនឯងកុំដើរបែកគ្នាបានចំណីអ្វីស៊ីចែកគ្នាស៊ីឥឡូវទាំងអស់គ្នានៅទីនេះចោះឪពុកម្ដាយទៅរកផ្លែឈើថាហើយគោដើរចេញទៅនាំគ្នាគេចទៅភូមិវិញលុះបាត់យូរពេកកូនទាំងអស់នាំគ្នាដើររកដើរចូលទៅក្នុងភូមិយក្សដែលជាធំនៅកំឡោះតែគ្មានឪពុកម្ដាយមានតែប្អូនស្រីក្រមុំម្នាក់ថ្ងៃមួយយក្សប្រុសនោះឲ្យប្អូនស្រីដាំបាយដំណើបឲ្យច្រើនហើយវារែកយកទៅចាក់ពូនធ្វើជាទំនប់ភ្លឺស្រែចាក់ហើយក៏ទៅទីលំនៅវិញទទួលពេលនោះនាងទាំង17នាក់ដើរទៅបានជួបប្រទះនាំគ្នាស៊ីបាយដំណើបនោះស្រាប់តែយក្សមកតាន់ក៏ចាប់យកទាំងអស់ទៅហើយយកទៅប្រគល់ឲ្យប្អូនស្រីវាទុកជាខ្ញុំបំរើរៀងទៅនាងទាំងនោះលំបាកណាស់ព្រោះយក្សប្រើឥតមានត្រាប្រណីសំលៀកបំពាក់គ្មានទេវាឲ្យដេកនៅតែក្រោមផ្ទះគឺយក្សមានបំណងថាឲ្យតែនាងទាំងអស់នេះធំឡើងវានឹងយកធ្វើជាចំណីអាហារថ្ងៃមួយយក្សហាមប្រាននាងទាំងអស់នោះថាកុំឲ្យដើរទៅទិសខាងកើតនិងទិសខាងត្បូងឲ្យសោះចាប់តាំងពីថ្ងៃដែលបានហាមហើយយក្សប្រុសនោះចេះតែដើរលេងសប្បាយមិននឹងប្រកបទីលំនៅឡើយនាងទាំងអស់នឹកឆ្ងល់ណាស់ចង់លោបដើរទៅមើលទៅទិសខាងកើតឃើញប្រាសាទក៏នាំគ្នាចូលទៅមើលខាងក្នុងក៏ឃើញមានពាងអង្គធំបបួលគ្នាបើកមើលឃើញសុទ្ធតែទឹកមាសនិងទឹកប្រាក់ពេញអង្គក៏យកចង្អុលដៃទៅជ្រលក់ក្នុងទឹកមាសគ្រប់គ្នាដកឡើងដិតជាប់ដៃជូតមិនជ្រះសោះក៏នាំគ្នាភ័យក្រែងយក្សដឹងគិតគ្នាយកកំណាត់រុំក៏រុំចង្អុលដៃដូចគ្នាហើយក៏នាំគ្នាដើរទៅរកមើលទិសខាងត្បូងទៀតនាងទាំងអស់នោះបានយល់រោងមួយធំលុះដើរចូលទៅមើលឃើញកំណរឆ្អឹងមនុស្សក៏ជាពំនូតាមផ្នែកឆ្អឹងដោយឡែកពីគ្នានាងទាំងឡាយភ័យខ្លាចក៏ថយចេញមកវិញជំនុំគ្នាគិតព្រួយថាបើយើងនៅទីនេះយូរទៅមុខជាយក្សស៊ីមិនខានជំនុំគ្នាគិតរត់ក្រែងរត់មិនរួចតលកំណត់ក៏ព្រួយក្នុងចិត្តឥតឧបមារាល់ថ្ងៃពេលមួយអាយក្សប្រុសត្រឡប់មកពីក្រៅមកដល់ផ្ទះវិញឃើញនាងទាំង17នាក់នោះដៃដូចគ្នាក៏សួរថាវាស្អីបានជារុំចង្អុលដៃស្រស់គ្នាម្លេះនាងទាំងនោះភ័យហើយឆ្លើយថាមុតកំបិតយក្សឆ្លើយវិញថាអញមិនជឿទេស្រាយកំណាត់រុំចេញឲ្យអញមើលភ្លាមនាងទាំងនោះស្រាយប្រញាប់ប្រញាល់យក្សឃើញហើយស្រែកបន្ទោសថាអញហាមដាច់ខាតឥឡូវមិនក៏ចិត្តធំចង្រៃទៅបំផ្លាញតតែបានយ៉ាងនេះហេឯងចង្រៃអាក្រក់ណាស់មកទាំងអស់គ្នាទៅកន្លែងនោះម្ដងទៀតនាងទាំងឡាយភ័យយំសោកនឹកថាយក្សនាំទៅសម្លាប់ហើយលុះដើរទៅដល់ចិត្តឃ្លាំងយក្សវាក្តៅចិត្តវាចាប់នាងទាំងនោះម្ដងមួយឡើងទៅទម្លាក់ទៅក្នុងទឹកមាសនៅលិចលង់វេទនាតតែអស់ចិត្តវាទើបវាស្រង់ឡើងនាងទាំងអស់នោះល្ងីល្ងើទើបតែស្លាប់តែជាគុណម្យ៉ាងគឺនាងនោះមានរូបរាងប្រកបដោយរស្មីភ្លឺចែងចាចវិសេសវិសាលដូចមាសចាប់តាំងពីពេលនោះមកនាងទាំងអស់កើតទុក្ខព្រួយជានិច្ចនឹកថាទ្រាំនៅទៀតមុខជាស្លាប់គ្រានោះមានកណ្ដុរសមួយបានមកយល់រឿងនេះកណ្ដុរសក៏មានចិត្តមេត្តាដល់នាងទាំងនោះលុះដល់ពេលស្ងាត់កណ្ដុរប្រាប់ថានាងឯងរាល់គ្នាតែខំនៅទីនេះមុខជាយក្សវាស៊ី
ជាចំណីវាហើយបើគិតរត់ក៏មិនរួចពីជើងវាដែរឥឡូវនេះយើងជួយគិតឧបាយកលសង្គ្រោះបានឲ្យតែនាងចូលចាំថាដល់ពេលជាត់បាយកុំជាត់ចោលទុកទឹកបាយឲ្យយើងផឹកយើងនឹងកាយរុងក្នុងដីធ្វើជាផ្លូវឲ្យនាងរត់ឲ្យផុតពីស្រុកយៈហើយនាងត្រូវលៃធ្វើបាយកតបសម្រាប់ធ្វើជាសំពាយតាមផ្លូវចោះនាងទាំងអស់ទទួលថាមិនអីទេសូមឲ្យតែកណ្ដុលជួយសង្គ្រោះធ្វើឲ្យខ្ញុំបានចោះគ្រានោះកណ្ដុលសនិយាយឧបាយការសពគ្រប់ហើយក៏ថយចេញទៅឯនាងទាំងនោះជាត់បាយហើយតែងតែទុកទឹកបាយឲ្យកណ្ដុលផឹកជានិច្ចចំណែកបាយខោតោក៏បានប្រុងប្រៀបលោកលីទុកសម្រាប់ខ្លួនជាស្រេចរវាងកន្លះឆ្នាំកណ្ដុលចូលមកនិយាយប្រាប់នាងទាំង17នាក់ថាឯងដើរផ្លូវនេះត្រង់ចន្លោះនោះយើងនឹងបានកាច់មែកឈើទុកធ្វើជាសញ្ញាចូលនាងប្រញាប់ដោះខ្លួនកុំយូរពេករួចហើយកណ្ដុលសក៏លាថយចេញទៅលុះដល់ពេលស្ងាត់នាងទាំង17នាក់ដើរចូលទៅរកមើលផ្លូវឃើញហើយរីករាយចិត្តផ្លូវនោះស្អាតទូលាយណាស់ក៏ថយមកកន្លែងវិញគិតគ្នាលោកលៃអំពីអាហារដំណើរតាមផ្លូវក្រែងពុំបានគ្រប់គ្រាន់លុះគិតរួចស្រេចអស់ហើយថ្ងៃមួយពេលស្ងាត់យៈប្រុសវាចេញទៅក្រៅបាតនាងទាំង17នាក់ចេញទៅតាមផ្លូវស្ដេចកណ្ដុលធ្វើផ្លូវឲ្យហើយនាំគ្នាប្រឹងស្រោតដំណើរមិនហ៊ានសម្រាកសោះឡើយក្រែងមិនផុតផ្លូវហើយអស់ដាច់អាហារតាមផ្លូវដំណើរត្រាប់ទៅនោះរវាង3ខែទៅបានផុតទៅដល់នគរមួយផ្សេងទៀតទៅនៅនឹងមាត់ស្រះទឹកមួយជាស្រះទឹករបស់ស្ដេចដែលភីលៀងស្ដេចតែងតែទៅដងទឹកស្រះនោះជារឿយតាំងពីពេលនោះមកនាងទាំង17នាក់បានសុខសប្បាយហើយខ្លួនកាន់តែពេញជំទង់ក្រមុំអស់ហើយនៅលំហែកាយនឹងស្រះនោះទទួលនឹងពេលមួយភីលៀងទៅដងទឹកបានឃើញនាងទាំងអស់នោះត្បិតនៅស្រោចស្រង់ក្បែរស្រះនាងពិនិត្យមើលឃើញសពគ្រប់ក៏ប្រញាប់ទៅទូលព្រះរាជាវិញដល់ហើយក្រាបថ្វាយបង្គំថាខ្ញុំម្ចាស់ទាំងអស់គ្នាទៅដងទឹកនៅឯស្រះនោះបានជួបប្រទះឃើញមានស្ត្រីក្រមុំ17នាក់មានរូបឆោមកាយភ្លឺល្អណាស់មកស្រង់នៅនឹងទឹកមាត់ស្រះប៉ុន្តែគ្មានសម្លៀកបំពាក់ទេខ្លួនស្រាតនៅទទេស្អាតទាំងអស់ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយទ្រង់ស្លុតព្រះハរតីក៏ទ្រង់ព្រះរាជាបំរើឲ្យទៅហៅនាំយកនាងទាំង17នាក់នោះចូលមកកាន់ព្រះរាជដំណាក់ឯនាងនោះបានប្រកែកថាខ្លួនខ្មាស់ដោយគ្មានអ្វីស្លៀកពាក់ឯព្រះរាជបំរើក៏ត្រឡប់ទៅវិញទៅក្រាបទូលស្ដេចតាមដំណើរស្ដេចបានចាត់ឲ្យស្រីស្នំភីលៀងនាំយកសម្លៀកបំពាក់ទៅឲ្យនាងទាំង17ហើយដង្ហែមកធ្វើជាមហេសីកាលបើបានធ្វើជាមហេសីស្ដេចហើយនាងទាំង17នាក់ក៏ចាត់ឲ្យស៊ើបរកឪពុកម្ដាយតតែឃើញនាំមកប្រទានទ្រព្យសម្បត្តិនិងយមងារហើយចាត់ឲ្យស្វែងរកកណ្ដុលសដែលជួយសង្គ្រោះនោះមកចិញ្ចឹមរក្សាក្នុងទីកន្លែងគួរសមព្រមទាំងតែងតាំងឲ្យកណ្ដុលសនោះធ្វើជាស្ដេចលើកណ្ដុលទូទៅបាទសូមអរគុណមានកន្លែងខ្វះខាតសមេត្តាអខន្តីបេតុងបាទ
រឿងក្អែកស្រុកបង្រៀនក្អែកព្រៃក្នុងអតីតកាលយូរណាស់ទៅហើយមានក្អែកពីរគឺមួយក្អែកស្រុកសម្បុរសមួយទៀតក្អែកព្រៃសម្បុរខ្មៅក្អែកស្រុកនេះវាចេះស៊ីចំណីអាហារគ្រប់យ៉ាងវារស់តែដោយសារលួចឆក់ចំណីអាហាររបស់អ្នកស្រុកស៊ីរាល់ថ្ងៃមនុស្សណាទុកចំណីមិនប្រយ័ត្នវាលួចឆក់ពាំទៅស៊ីមួយរំពេចថ្ងៃមួយក្អែកស្រុកហើររកស៊ីតាមធម្មតាបានជួបនឹងក្អែកព្រៃហើយវាសួរថាបងក្អែកព្រៃឯងរកស៊ីតាមរបៀបណាសពថ្ងៃក្អែកព្រៃឆ្លើយថាខ្ញុំសពថ្ងៃរកស៊ីតាមសេវាជីវរមិនលួចឆក់ប្លន់របស់គេយកមកចិញ្ចឹមខ្លួនទេបងក្អែកស្រុកឯងរកស៊ីតាមរបៀបណាដែរក្អែកស្រុកឆ្លើយថារកស៊ីតាមរបៀបបងឯងនោះស៊ីមិនទាន់មាត់ទេរកស៊ីតាមរបៀបខ្ញុំទើបប្រសើរហើយងាយផងក្អែកព្រៃសួរថាតើរកស៊ីរបៀបដូចម្ដេចក្អែកស្រុកឆ្លើយថានៅពេលព្រឹកមើលតែមនុស្សគេហាលត្រីទុកដោយធ្វេសប្រហែសភ្លេចត្រចៀកឬគេដើរទៅណេះទៅណោះអស់ខ្ញុំបោះពួយផ្លែតទៅឆក់យកមកភ្លាមហើយហើរទៅស៊ីលើចុងឈើឯណោះធ្វើប្រងើយក្អែកព្រៃថាអូអញ្ចឹងខ្ញុំមិនដែលរកស៊ីរបៀបនឹងទេបងឯងប្រយ័ត្នដូចពាក្យចាស់ថាលួចគេវាក្រាន់ប្រយ័ត្នគេទាន់វាក្រាលណាក្អែកស្រុកឆ្លើយថាមើលបងក្អែកព្រៃឯងទៅជាមួយនឹងខ្ញុំម្ដងមើលតើវាក្រាន់ឬក៏វាក្រាលថាហើយកូននាំគ្នាហើរសំដៅទៅរកភូមិដែលមានមនុស្សនៅអាស្រ័យទៅដល់ពាក់កណ្ដាលផ្លូវបានឃើញអ្នកដំណើរម្នាក់ដាក់រទេះដាំបាយហើយអាំងត្រីមួយដំបុតយ៉ាងឈ្ងុយគេដាំបាយបណ្ដើរអាំងត្រីបណ្ដើរចូលទៅកាប់អស់ក្នុងព្រៃក្បែរនោះបណ្ដើរនៅក្បាលជូតដោយក្រមាមួយផងក្អែកស្រុកប្រាប់ក្អែកព្រៃថាបងឯងចាំធ្វើតាមបង្គាប់ខ្ញុំនឹងឆក់យកឈ្នួតក្បាលគាត់កាលណាគាត់ដេញតាមខ្ញុំបងក្អែកព្រៃឯងចូលទៅឆក់យកត្រីអាំងរបស់គាត់នោះភ្លាមទៅក្អែកទាំងពីរជំនុំគ្នារួចហើយក្អែកស្រុកបោះពួយសំដៅទៅឆក់យកឈ្នួនក្បាលតានោះបានហើយហើរយ៉ាងលឿនតានោះខំរត់ដេញបង្អើលយកឈ្នួនក្បាលវិញឯក្អែកព្រៃឃើញតាដេញដណ្ដើមយកឈ្នួនក្បាលពីក្អែកស្រុកក៏ស្ទុះផ្លែតទៅយកត្រីអាំងហើយហើរទៅទុំលើចុងឈើធ្វើប្រងើយក្អែកស្រុកឃើញក្អែកព្រៃឆក់ត្រីអាំងបានហើយក៏ទម្លាក់ឈ្នួនក្បាលតានោះវិញតានោះបានឈ្នួនក្បាលក៏ត្រឡប់មកកន្លែងរទេះរបស់គាត់រកមើលត្រីអាំងមិនឃើញងាករកចុះឡើងមិនឃើញសោះក៏ក្រឡេកទៅលើចុងឈើទើបឃើញក្អែកទាំងពីរកំពុងចែកត្រីអាំងគ្នាស៊ីយ៉ាងអាំងហើយតាក្តៅចិត្តណាស់ប៉ុន្តែមិនដឹងធ្វើដូចម្ដេចកើតចាប់ពីថ្ងៃនោះមកក្អែកព្រៃក៏ចេះរកស៊ីលួចឆក់ដោយក្អែកស្រុករហូតមកដល់សពថ្ងៃនេះបាទសូមអរគុណមានកន្លែងវ៉ាកានសមិតាខន្តីបេតងបាទ